ជួនរឿងទូកមច្ចរាជភាគទី13ដោយមានថ្នាំនេះតែមួយមុខគត់ទោះបីជាឈឺអីក៏ដោយក៏ត្រូវតែលេបថ្នាំខ្មៅនេះដែរនារីពេទ្យដើរមកកត់ឈ្មោះអ្នកឈឺបណ្ដើររហូតមកដល់រោងរបស់ខ្ញុំរឹតតែធ្វើឲ្យខ្ញុំប្រឹងធ្វើម៉េចដើម្បីមិនអាចទៅលើកទំនប់នោះកើតព្រមមុននេះឃើញកងឆ្លូតដើរដេញចាញ់ទាំងអស់មិនថាឈឺដើរមិនរួចក៏អូសទម្លាក់ពីលើរោងអូសទាញយកទៅការដ្ឋានដែរកាយភ្នែករបស់ខ្ញុំមើលទៅឃើញទស្សនវិជ្ជាទាំងនេះគឺមិនខុសពីសត្វដែលគេចាប់ចងអូសយកទៅសម្លាប់នោះដែរតែនេះជាមនុស្សណាមិនមែនជាសត្វនោះទេនារីទាំង3ដើរមកដល់រោងខ្ញុំទៅហើយឃើញនាងម្នាក់កត់ឈ្មោះបងនីបងរំនិងបងរាហើយដេញឲ្យរៀបចំអីវ៉ាន់ទៅឈរនៅមួយកន្លែងដែលមានមនុស្សប្រហែលជាជាង10នាក់តែប៉ុណ្ណោះហើយពួកនារីទាំងនោះដើរមកដល់ខ្ញុំគឺខ្ញុំកំពុងតែបន់ជីដូនជីតាធ្វើយ៉ាងណាកុំឲ្យពួកវាដេញទៅលើកទំនប់កើតទាំងនេះមិនមែនជាអបិយជំនឿនោះទេតែវាជាអាគមសំអាយុដែរខ្ញុំនឹកទៅដល់រឿងមួយដែលជាជំងឺឆ្លងគឺរបេងខ្ញុំចាប់ផ្ដើមធ្វើជាក្អកខ្លាំងដោយលូកដៃទៅខ្វែដល់កន្លើតទាំងហៀទឹកភ្នែកចុះមករហាមជាមួយនឹងការរលាត់អញ្ចាញចេញឈាមរឹមក្រុមនារីពេទ្យដើរមកដល់ទាំងយកដៃខ្ទប់មាត់ធ្វើហាក់ដូចជាខ្ពើមណាស់ទាំងស្រែកសួរខ្លាំងមករកខ្ញុំមិត្តនាងមិត្តឯងកើតរោគរបេងហើយចាញ់ឈាមទៀតទុកមិនបានទេវីវ៉ូឆ្លងដល់គេដល់ឯងរៀបចំខោអាវដឹកយកទៅចោលនៅឯពេទ្យទៅឆាប់ឡើងឈប់ក្អកបែរមើលមកខ្ញុំទៀតប្រយ័ត្នឆ្លងណាមិត្តនារីរៀបចំសរសេរសម្បត្តិបញ្ជូនពួកទាំងអស់នេះទៅពេទ្យត្រឡប់ទៅទុកនឹងមិនបានទេហើយមិត្តកងឆ្លុកទៅរៀបរទេះ3មកពួកនាំពួកគេទៅប្រគល់ឲ្យពេទ្យទៅអីទុកនឹងមិនបានទេចាំខ្ញុំអ្នករាយការណ៍ទៅអង្គការឲ្យបានដឹងកុំនាំឲ្យឆ្លងមកដល់កងចល័តយើងទៀតមិត្តសនឯងចាត់ចែងយកទៅចោលនៅពេទ្យទៅខ្ញុំទៅមើលខាងមុខទៀតក្រែងមានអ្នកជំងឺណាត្រូវដឹកយកទៅចោលតែម្ដងទៅឬទេបាទដឹងហើយសមាមិត្តនារីមិត្តសិនជាកងឆ្លបដើរប្រមូលកងចល័តយើងបានប្រមាណជា14នាក់រួមទាំងខ្ញុំផងមកឈរចាំនៅផ្លូវរទេះដើម្បីធ្វើដំណើរទៅកាន់ពេទ្យទម្លាប់ដែលពួកគេយកទីវត្តទម្លាប់នេះធ្វើជាមន្ទីរពេទ្យដាក់អ្នកជំងឺមកពីតាមបណ្ដាភូមិនានានិងកងចល័តដែលនៅក្នុងទឹកដីសង្កាត់ប្រាសាទនេះម៉ោងប្រហែលជា5រសៀលទៅហើយខ្ញុំមើលទៅថ្ងៃឃើញចិត្តដេចទៅហើយទាំងនៅលើរទេះខ្ញុំមានអ្នកជំងឺដើរមិនរួចលិចលាមកប្រឡាក់ខោឡើងជោគអស់ទៅហើយតែធ្វើម៉េចចេះតែទ្រាំទៅរហូតមកដល់មន្ទីរពេទ្យដែលត្រូវពួកពេទ្យមកជួយលើកយកទៅដាក់រកកន្លែងឲ្យសម្រាកខ្ញុំដើររួចហើយប្រឹងធ្វើតតេតតាស់នៅពីមុខឆ្លូប2នាក់ដែលស្ទាយកំភ្លើងជាប់ងាកមកនិយាយជាមួយខ្ញុំមួយមិត្តឯងឈ្មោះនាងមែនទេឈឺក្អកធ្លាក់ឈាមត្រូវទៅតាមមិត្តនារីខាងនោះទៅគេនឹងនាំទៅរកកន្លែងសម្រាកហើយពួកខ្ញុំត្រឡប់ទៅការដ្ឋានវិញហើយខំថែខ្លួនឲ្យឆាប់ជាណានឹងអាលវិលទៅការដ្ឋានយើងវិញបាទសមាមិត្តខ្ញុំនឹងខំថែខ្លួនឲ្យជាដើម្បីទិសដៅរបស់អង្គការយើងវិញក្រោយពេលដែលរកកន្លែងបានសម្រាករួចហើយខ្ញុំមើលទៅបងនីបងរំនិងបងរាឃើញគេបញ្ជូនទៅផ្ទះមួយផ្សេងទៀតដែលនៅក្នុងបរិវេណវត្តនេះដែរតែឆ្ងាយពីគ្នាហើយមិត្តនារីឯងនិងសួនគេយកទៅដាក់នៅម្ដុំផ្ទះសម្រាប់អ្នកជំងឺនារីចាប់ពីពេលនោះមកពួកខ្ញុំក៏មិនបានតាក់ទងជាមួយគ្នាទៀតដែរព្រោះបញ្ជាពេទ្យត្រូវតែគោរពតាមអង្គការវិន័យមិនឲ្យដើរចេញពីកន្លែងដែលយើងសម្រាកនោះឡើយមេឃកាន់តែស្រទន់ទៅហើយស្បែកខ្មៅងងឹតកំពុងតែចូលមកក្រូតដណ្ដប់លើផែនប្រតិពីយើងសារជាថ្មីម្ដងទៀតហើយនៅក្នុងសួនស្មៅខាងមុខមន្ទីរពេទ្យ
ដែលមានដងទង់ជាតិឡើងចាស់អស់ទៅហើយជាមួយនឹងទង់ជាតិរបស់សម័យកាលខ្មែរក្រហមមានពណ៌ក្រហមឆ្អិនឆ្អៅមិនខុសពីឈាមស្រស់របស់ពួកប្រឡ័យពូជសាសន៍នេះឡើយកំណាត់ទង់ជាតិបក់រវិចទៅតាមខ្យល់ជំនោរហើយផាត់មកដល់ដែលពេលនេះគ្មានឮសូរអ្វីក្រៅពីសំឡេងស្រែកធ្ងររបស់អ្នកជំងឺដែលកំពុងតែស្រែកហៅរកគ្រូពេទ្យឲ្យមកជួយតែគ្មានឃើញស្រមោលរបស់មិត្តនារីពេទ្យទាំងនោះឡើយព្រោះពួកគេកំពុងតែលងលក់ទៅនឹងដំណេកអស់ទៅហើយខ្ញុំគេងមិនលក់សោះបើតាមស្មានមើលទៅម៉ោងប្រហែលជា10ជិតអាត្រាទៅហើយណែរបស់ខ្ញុំនៅបើកព្រឹមនៅឡើយវាហាក់ដូចជាមិនព្រមបិទសោះអារម្មណ៍របស់ខ្ញុំកំពុងតែគិតទៅដល់ម៉ែវ៉ានិងប្អូនដែលនៅភូមិមិនដឹងជាយ៉ាងណាទៅហើយទេព្រោះសួនអ្នកដែលទៅនឹងមកដល់សម្រាប់ពេទ្យថ្មីនេះក៏គេមិនបានដឹងដែរព្រោះសិតតែអ្នកមកពីខាងភូមិបាត់ត្រង់ស្រូលនិងតាអំជាដើមកំពុងតែស្លងអារម្មណ៍នឹកទៅដល់គ្រួសារស្រាប់តែសំឡេងស្រែកចែកចាច់នៅក្នុងបន្ទប់ពេទ្យគឺក្រុមមិត្តនារីពេទ្យទាំងអស់នាំគ្នារៀបចំប្រដាប់ប្រដាយ៉ាងរស់រាន់ខ្លះទាញកង់ខ្លះរៀបអីវ៉ាន់ដាក់លើរទេះធ្វើដំណើរចាក់ចេញពីមន្ទីរពេទ្យទម្លាប់ទៅតាមផ្លូវខាងលំខាងក្រោយពេទ្យដូចជាមានការប្រញាប់ទៅណាស់តើពួកគេធ្វើដំណើរទៅណាទាំងយប់យ៉ាងដូចនេះខ្ញុំពិតជាកំពុងតែមានការងឿងឆ្ងល់ជាខ្លាំងណាស់តែមួយសន្ទុះមកឃើញបងប្រុសម្នាក់ដែលគេងនៅលើក្តារក្រាលកន្ទេលចិត្តខ្ញុំដែរនោះងាកមកមើលមុខខ្ញុំហើយសួរថាមិនឯងមិនទាន់ដេកទេឬខ្ញុំងើបក្រោកអង្គុយបន្តិចមើលទៅមុខគាត់មានអាយុប្រហែលជាបងខ្ញុំ3ឬ4ឆ្នាំតែប៉ុណ្ណោះតែមានមាឌធំកម្ពស់ប្រមាណជា1.75 ម៉ែត្រមើលទៅដូចជាមិនមែនប្រជាជនចាស់នោះទេខ្ញុំក៏ស្រដីតបទៅគាត់វិញទាំងមិនសូវទុកចិត្តចំពោះអ្នកជំងឺដូចគ្នាក៏ដោយគឺព្រោះខ្ញុំតែងតែចងចាំជានិច្ចនៅពាក្យរបស់បងរ៉ាត់ដែលតែងតែលន់រងំនៅក្នុងត្រចៀករបស់ខ្ញុំជាប់ជានិច្ចកុំនិយាយអ្វីផ្ដេសផ្ដាស់ជាមួយអ្នកដែលຕົកចិត្តក៏ដោយមិនថាបងប្អូនឬអ្នកណានោះទេធ្វើល្ងងរួបានយូរផ្លូវវាចកុំបោះបង់ផ្លូវត្រង់កុំដើរហោងខ្ញុំនៅស្ងៀមមិនទាន់ឆ្លើយទៅវិញទេគាត់ក៏សួរមកខ្ញុំបន្តទៀតមិនឯងឈឺអីបានជាមកសម្រាប់នៅពេទ្យនេះដែរពេលនេះខ្ញុំមើលមុខគាត់ម្ដងទៀតទើបឆ្លើយទៅវិញមួយបាទមិត្តបងខ្ញុំដុសសាច់ច្រមុះហើយក្អកធ្លាក់ឈាមផងបងប្រុសនោះគាត់នៅស្ងៀមបន្តិចទើបឆ្លើយមកខ្ញុំមួយទាំងមើលទៅខាងមុខពេទ្យដែលឃើញតែស្រមោលខ្មៅជាច្រើនជជែកគ្នាដើរលើផ្លូវឆ្ពោះទៅខាងវត្តថ្មីដែលជាកន្លែងលើកទំនប់ជីកប្រឡាយគោកតាសៀវនោះគាត់ឆ្លើយមកខ្ញុំវិញយ៉ាងលឿនដុសសាច់ច្រមុះនៅទីនេះគ្មានកន្លែងវះកាត់ទេទាល់តែទៅពេទ្យតំបន់5បានមានប្រដាប់ប្រដាវះកាត់តែមិនឯងឈ្មោះអីនៅចល័តណាដែរទៅបាទខ្ញុំឈ្មោះនាងនៅចល័តគោកតាសៀវមកពីភូមិបាត់ត្រង់ចុះមិត្តបងវិញអ្នកស្រុកខាងណាដែរទៅហើយឈឺអីដែរមកសម្រាប់នៅពេទ្យនេះយូរហើយឬនៅបងឈ្មោះសៀមកពីខាងទឹកជោហើយនៅកងចល័តតវ៉ាល់ត្រពាំងថ្មឯណោះទេតែពេលដែលបងឈឺគេមិនបានបញ្ជូនទៅពេទ្យភ្នំស្រុកទេគេយកមកដាក់នៅពេទ្យទម្លាប់នេះហើយថាបើពេលណាជាហើយឲ្យទៅលើកទំនប់គោកតាសៀវដូចជាអានាងឯងដែរហ្នឹងណាអូខ្ញុំធ្លាប់ឮដែរថាចល័តតវ៉ាល់នោះហូបបាយបានឆ្អែតតែធ្វើការបោះដូចជាម៉ែតគីបមែនទេបងសៀបងសៀងក់ក្បាលមួយគាត់ដកដង្ហើមធំបន្តិចទើបឆ្លើយមកវិញត្រូវហើយអានាងគេលើកទំនប់ជីកប្រឡាយនោះធ្វើការគ្មានឈប់ទេតែណាហើយសម្រាប់ទៅយប់ណាហើយតែខ្ញុំគេមិនលក់ទេបងមើលទៅមនុស្សដើរទាំងកណ្ដាលយប់បែបនេះមិនដឹងថាគេទៅណាដែរទេណាមួយសំឡេងស្រែកធ្ងររបស់កងចល័តយើងដែលឈឺនោះដូចជាមិនមានអ្នកណាទៅជួយមើលគ្នាសោះ
មិត្តពេទ្យក៏មិនដឹងចិត្តទៅណាអត់ដែរទេព្រះអើយគួរឲ្យអាណិតណាបងអើយមិនដឹងថាគ្នាឈឺចាប់យ៉ាងណាទេបានជាស្រែកធ្ងោដល់ថ្នាក់នេះអញ្ចឹងនោះបងសៀយកដៃជូតទឹកភ្នែកចេញបន្តិចទៅត្រឡប់តបវាចាមកខ្ញុំវិញវាបែបនេះតែរាល់យប់ទៅហើយអានាងអើយឯងទៅនឹងមកដល់មិនដឹងទេថានៅពេទ្យនេះវាបែបណានោះក្នុងមួយថ្ងៃចែកបាយនៅពេលព្រឹកម៉ោង 8ហើយល្ងាចម៉ោង 2ដើរចែកម្ដងទៀតឯថ្នាំវិញឃើញមានគ្រាន់បើបន្តិចមានថ្នាំបារាំងខ្លះនិងថ្នាំខ្មៅដែលគេហៅថាថ្នាំអាចតំសាយនោះហើយឈឺស្អីក៏ឲ្យអានឹងដែរបើឈឺខ្លាំងគេចាក់ថ្នាំ10ទឹកក្រូចមានពណ៌សនិងពណ៌ក្រហមនោះដែលបងឮពួកគេហៅថាបេអងបេឌូនោះហើយតែវាមិនមែនជាថ្នាំអំពូលទេគឺដាក់នៅក្នុង10ទឹកក្រូចទៅវិញសោះខ្ញុំនៅស្ងៀមតាមស្ទង់ទៅគិតថាបងសៀប្រហែលពេទ្យចំនួននៅទីក្រុងភ្នំពេញនោះជាមិនខានតែខ្ញុំមិនហ៊ានសួរដេញដោលទេប្រឹងគេងទៅវិញតែបិទភ្នែកមិនចិត្តសោះលុំមួយស្របក់ក្រោយមកក៏លក់តែម្ដងរហូតដល់ពេលថ្ងៃចាំងចំមុខហើយបានខ្ញុំភ្ញាក់ដឹងខ្លួនក្រាបទៅរកទឹកលុបមុខចេញឃើញបងសៀគាត់ដើរចុះដើរឡើងនៅខាងមុខទីធ្លាមន្ទីរពេទ្យបងសៀពេលដែលឃើញខ្ញុំក្រោកហើយគាត់ក៏ដើរឡើងជណ្ដើរមកខាងលើវិញជាមួយនឹងសម្ដីរបស់គាត់និយាយមកកាន់ខ្ញុំថាអានាងមានចានដាក់បបរដែរទេបន្តិចទៀតគេយកមកចែកឲ្យអ្នកជំងឺយើងហើយបាទមានតើបងជាចានដៃកញ្ចាននិងស្លាបព្រាបាក់ដងនេះតាំងពីឆ្នាំ75មកម្លេះខ្ញុំទុកជាប់ខ្លួនមិនហ៊ានឲ្យបាត់ទេបងចង់បានស្លាបព្រាល្អមួយដែរតែមានតែអាកំបាក់នឹងទុកគ្រាន់នឹងដួសបបរហូបតែប៉ុណ្ណោះណាបងខ្ញុំហូតយកចាន់ដៃរូបផ្កាកុលាបមួយឡើងកញ្ចាស់រិចរិលទៅហើយនឹងស្លាបព្រាបាក់ដងមួយចេញពីក្នុងស្បោងខោអាវខ្ញុំដែលធ្វើពីបាយក្រចៅមានដេមាត់បន្តិចស្រួលរូតចុះឡើងងាយស្រួលស្ពាយតាមពីក្រោយដែលបានទៅធ្វើការនៅទីកន្លែងណាមួយបងសៀមើលមុខខ្ញុំបន្តិចគាត់អង្គុយចុះទាំងនិយាយឡើងអានាងឯងមានដឹងរឿងអីទេយប់មិញនេះខ្ញុំធ្វើក្បាលងីងើព្រោះមិនបានដឹងរឿងមែនបងសៀក៏ពោលបន្តទៀតយប់មិញអានាងឯងមិនដឹងទេឬពេលដែលឮសូរមនុស្សអ៊ូអដើរកាត់មុខពេទ្យយើងនេះគឺសិតតែពួកកងទ័ពឆ្លប់និងអ្នកមូលដ្ឋានចាស់ចាស់ដែលត្រូវជំនះចេញទៅនៅខាងភ្នំស្វាយនិងកងបាយនោះណាហើយបងបានឮអ៊ំពូចាស់មីងថាជាអ្នកមូលដ្ឋាននៅទីនេះដែលមិនបានចេញទៅពួកគេនិយាយថាអង្គការដាក់ទិសដៅឲ្យជំនះចេញពីទីនេះទៅនៅម្ដុំស្វាយជែកឬអូអំបិលទឹកខ្លាយនោះណាខ្ញុំធ្វើមុខលេងឡង់សួរទៅបងសៀយ៉ាងលឿនចុះពួកប៉ែតមិត្តនារីទាំងនោះបងមិនបានជាបញ្ញាប់បញ្ញាល់ចាញ់ទៅធ្វើអីដែរទាំងយប់ដូចនេះហើយដូចជាមិនមាត់ក៏អ្វីទាំងអស់ពួកគេសិតតែជាអ្នកមូលដ្ឋាននៅទីនេះហើយបានចូលបម្រើតបធ្វើជាប៉ែតដែលគេនិយាយថាជាពួកពាយ័ព្យនោះត្រូវតែជំនះចេញទៅទាំងអស់ដូចដែលអានាងឯងឃើញកាលពីយប់មិញនេះជាពិសេសពួកគាត់បាននិយាយថាមិនយូរទេពួកកងទ័ពនិរដីនឹងមកដល់កាន់កាប់នៅមន្ទីរពេទ្យនេះវិញម្ដងជាមិនខាននេះតាមបងឮចាស់ចាស់ភូមិនៅចិត្តពេទ្យនេះគាត់និយាយគ្នាទេណាខ្ញុំដកដង្ហើមធំបន្តិចនឹកគិតថាអោសម័យបដិវត្តអើយហេតុអីបានជាធ្វើការជំនះប្រជាជនចេញពីភូមិឋានមិនចេះចប់បែបនេះទៅវិញមិនថាតែអ្នកទីក្រុងទេសូម្បីតែអ្នកនៅជនបទដាច់ស្រយាលបែបនេះទៅហើយក៏ត្រូវតែលើកកញ្ជើដើរឡើងចុះដូចជាពួកខ្ញុំដែរណោះជីវិតពិតជាជីវិតមែនតែទាំងនេះជាអ្វីដែរទៅខ្ញុំងើបអង្គុយមើលទៅស្រមោលមនុស្សដែលដើរជាហោហែនៅតាមដងផ្លូវខាងមុខមន្ទីរពេទ្យទាំងអារម្មណ៍របស់ខ្ញុំវាហាក់ដូចជាតានតឹងនៅក្នុងចិត្តណាស់ពេលវេលាបានកន្លងទៅយឺតណាស់ប្រហែលជាជិតកន្លះខែទៅហើយដែលខ្ញុំបានមកសម្រាកនៅក្នុងពេទ្យទម្លាប់នេះ
តាមការពិតខ្ញុំមិនបានធ្វើការនៅតែគេងក្រោកដល់ម៉ោងពេទ្យយកបាយមកចែកវាហាក់ដូចជាមានកម្លាំងខុសពីធម្មតាមិនថាតែរូបខ្ញុំទេបងសៀនិងអ្នកជំងឺប្រហែលជា20នាក់សម្រាប់នៅក្នុងសាលានេះជាមួយហើយពួកយើងតែងតែជជែកគ្នាលេងនឹកឃ្លានម្ហូបអាហារដែលធ្លាប់ញ៉ាំកាលពីនៅទីក្រុងភ្នំពេញប៉ុន្តែទោះបីជាពួកគេនិយាយយ៉ាងណាក៏ដោយខ្ញុំនៅតែធ្វើជាមិនដឹងមិនចេះអក្សរអ្វីទាំងអស់ហើយក្នុងនោះក៏មានបងប្រុសម្នាក់ដែលមានអាយុច្រើនជាងគេបន្តិចមានរាងមាត់ក្រអាញទំនងជាធ្លាប់ធ្វើប៉ូលីសពីសម័យមុនទៀតផងងាកមកនិយាយជាមួយនឹងបងសៀប្អូនសៀតែមិត្តទាំងអស់គ្នាមានដឹងរឿងអីដែរទេហារឿងអីទៅបងសរុនបុរសមាសធំដែលមានឈ្មោះសរុនចោលភ្នែកទៅខាងមុខបង្កាន់ដៃបន្តិចទើបស្រដីឡើងពួកមិត្តទាំងអស់គ្នាត្រូវដឹងថានៅព្រឹកនេះមានពេទ្យថ្មីមកដល់ពេទ្យទន្លាប់យើងហើយណាបងសរុននិយាយថាម៉េចមានពេទ្យថ្មីមកជំនួសពេទ្យចាស់ដែលចេញទៅទាំងយប់មុននោះមែនទេខ្ញុំខំមើលមុខបងសរុនទាំងស្ដាប់គាត់និយាយយ៉ាងយកចិត្តទុកដាក់ព្រោះសម្ដីរបស់គាត់និយាយចេញមកហាក់ដូចជាបានដឹងនៅរឿងអ្វីមួយយ៉ាងដូច្នោះដែរបងអង្គមួយសន្ទុះអ្នកជំងឺដែលសម្រាប់នៅទីនេះទាំងប៉ុន្មានដែលខ្លះឈឺស្រាលប្តឹងដើរមកស្ដាប់បងសរុននិយាយមិត្តទាំងអស់គ្នាត្រូវដឹងថាកងចល័តជិត 2000 នាក់ដែលលើកទំនប់នៅគោកតាសៀវនោះគេបានជប់លៀងបបរស្ករសប្បាយណាស់កាប់មាន់កាប់គោធ្វើម្ហូបទៀតហើយមានទាំងពេទ្យទាំងមេកងជាច្រើនអ្នកផងដែលត្រូវចូលរួមក្នុងសមូហភាពនោះជាមួយនឹងការបដិញ្ញារៀបចំគូស្រករជិត30គូនោះក៏មានម្ហូបច្រើនណាស់រួចហើយមានឡានធំមកដឹកយកទៅទាំងយប់នោះតែម្ដងសូម្បីតែម្នាក់ក៏គ្មាននៅសេសសល់ដែរឮគេថាដឹកទៅធ្វើទំនប់នៅអាងត្រពាំងថ្មតែតាមខ្ញុំបានដឹងមានអ្នកមូលដ្ឋាន3នាក់បានមកដល់ភូមិអន្លង់សាវិញនោះនិយាយថាអ្នកដែលដាក់ឡានទៅទាំងប៉ុន្មានគឺគេយកទៅបងសៀសួរទៅគាត់វិញយ៉ាងលឿនយកទៅណាបងសរុនឬមួយមានយកទៅណាគឺយកទៅទម្លាក់ចោលនៅក្នុងរូងភ្នំកងវ៉ានោះណាអ្នកណាក៏គេថាប្រហែលជាស្លាប់អស់ទៅហើយខ្ញុំក៏មិនច្បាស់ដែរព្រោះខ្ញុំក៏មានបងប្អូនមិត្តភក្តិទៅលើកទំនប់គោកតាសៀវនោះដែរពុទ្ធោខ្ញុំលន់មាត់ទាំងស្រែកដោយរន្ធត់ធ្វើឲ្យបងសៀមានទឹកមុខហាក់ដូចជាសងោតណាស់គាត់ដកដង្ហើមធំទាំងមានដំណក់ទឹកភ្នែកស្រោចចូលមកជាមួយផងមុននឹងសួរទៅកាន់បងសរុនវិញតើជាការពិតមែនឬបងសរុនពិតមែនណាខ្ញុំនិយាយជាការពិតព្រោះបានដឹងពីពូអ្នកមូលដ្ឋានចាស់ដែលគាត់ជាអ្នកបើកឡានដឹកជញ្ជូនកងចល័តទាំងអស់នោះយកទៅចាក់ចោលពេលនេះគាត់មិនទាន់បាត់ភ័យផងព្រោះអង្គការបានឲ្យគាត់មកធ្វើការនៅក្នុងភូមិវិញហើយមិនឲ្យនិយាយពីរឿងនេះទេពួកយើងបានដឹងហើយត្រូវតែកុំនិយាយតទៅទៀតចាំមើលពួកកងទ័ពនិរដីមកយើងនឹងហើយប្រហែលជាព្រឹកនេះពួកគេមកកាន់កាប់នៅពេទ្យយើងនេះហើយណាសម្ដីរបស់បងសរុនធ្វើឲ្យមិត្តដែលជាអ្នកជំងឺទាំងអស់មានការខ្លាចរអាណាស់តើហេតុអ្វីបានជាយកកងចល័តទៅសម្លាប់ចោលក្នុងភ្នំកងវ៉ានោះទៅវិញតើពួកគេមានកំហុសអីដែរទៅឬមួយក៏គេគិតថាជាពួកពាយ័ព្យទៅតែសម្លាប់ចោលនិយាយឲ្យចំទៅដល់ពេលក្រោយមកទើបខ្ញុំដឹងថាពេលដែលពួកនិរដីចូលមកកាន់កាប់តាមភូមិឃុំម្ដងវិញនោះគឺត្រូវតែសម្លាប់ចោលពួកពាយ័ព្យឲ្យអស់នេះជាបញ្ជារបស់អង្គការលើតែអង្គការលើជានរណារឿងនេះមានតែបុគ្គលយើងម្នាក់ទេដែលអាចស្មានបានថាជាអ្នកណានោះរួចចុះប្រជាជនថ្មីដែលជាយុវជនយុវនារីកងចល័តនោះខំប្រឹងធ្វើការទាំងយប់ទាំងថ្ងៃនោះតើពួកគេមានកំហុសអ្វីដែរទៅ
បានជាត្រូវដឹកឡានយកទៅចាក់ចោលក្នុងជ្រោះភ្នំបែបនេះទៅវិញទាំងនេះពិតជាកលល្បិចដ៏ខ្មៅក្រហ្វាក់របស់អង្គការមែនដោយប្រៀបធៀបប្រដូចមនុស្សទៅនឹងសត្វដេរឆានបែបនេះអោព្រះជាម្ចាស់អើយមិនដែលឃើញទេនៅលើលោកនេះដែលមានជនជាតិដូចជាគ្នាខ្មែរសម្រាប់ខ្មែរដោយមិនប្រមាណអាយុជីវិតទៅថ្ងៃអនាគតនោះឡើយ